បងប្អូនណាយនាងខ្ញុំមកទៅតែចាស់ឆាប់ចេកឲ្យមានរសជាតិឆ្ងាញ់អូយយកមកក្លុកជាមួយនឹងប័របែបហ្នឹងរសជាតិឆ្ងាញ់ម៉េចមែនក្លុកតែជាមួយប័រហ្នឹងហើយណាបើបងប្អូនចង់ដឹងមកទស្សនាវីដេអូនេះដល់ចប់មកហើយសម្រាប់បងដែលគាត់ចង់ធ្វើលក់ក៏បានដែរវិធីធ្វើមហាសែនងាយដំបូងចិតចេកឲ្យស្អាតហើយយកមកត្រាំជាមួយនឹងទឹកអំបិលបន្តមកទៀតយកចេកមកចិតជាចំណិតស្ដើងត្រាំវាឲ្យអស់ជ័រហើយយកមកដាក់ក្នុងកញ្ច្រែងឲ្យស្រស់ទឹកជំហានបន្ទាប់គឺយកមកកូរប័រនាងខ្ញុំដាក់ប័រ1ស្លាបព្រាស្ករស4ស្លាបព្រាអំបិលមួយចឹបហើយនឹងទឹកបន្តិចកូរវាឲ្យសព្វឲ្យវារលាយល្អហើយដួសវាទុកដល់ឡែកសិនដាក់ខ្លាញ់ឲ្យក្តៅហើយយកចេកទៅបំពងចេកបំពងលើកទី1ពណ៌ប៉ុណ្ណឹងយកជាការបានណាបងប្អូនយើងទុកវាដល់ឡែកសិនទៅនេះគឺជារូបរាងចេកដែលនាងខ្ញុំបានបំពងឲ្យអស់ហើយនិយាយថាស្រួយល្អមែនតើបងប្អូនបន្ទាប់មកទៀតគឺយើងយកចេកទៅលាយជាមួយនឹងទឹកប័រដែលយើងបានកូរមុននឹងមិញនាងខ្ញុំប្រើទឹកប័រនឹងទាំងអស់បងប្អូនហើយក្លុកចេកនឹងឲ្យសព្វហើយយកចេកនឹងទៅបំពងម្សៅទៀតជាលើកទី2កន្លែងនឹងបើកភ្លើងរឹមៗមកបងប្អូនពណ៌ប៉ុណ្ណឹងគឺអូខេហើយរួចរាល់ហើយដួសវាទុកឲ្យត្រជាក់នេះបងប្អូនលទ្ធផលចេករបស់យើងដែលបំពងហើយជាមួយនឹងទឹកប័ររសជាតិឆ្ងាញ់ផ្អែមមកល្មមសំខាន់ណាស់ឡើងស្រួយហើយញ៉ាំ